ព្រះវិហារប្រវត្តិសាស្ត្រមួយនៅទីក្រុងគៀវរងការខូចខាតក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទម្លាក់គ្រាប់បែកមកលើទីក្រុងគៀវប្រទេសអ៊ុយក្រែននាថ្ងៃទី11ខែមិថុនាព្រះវិហារបុរាណមួយកន្លែងនៅក្នុងទីក្រុងនោះបានរងការខូចខាត Vatican News បានរាយការណ៍ថាព្រះវិហារនោះត្រូវបានគេដឹងថាឈ្មោះព្រះវិហារ Holy Wisdom Cathedral ដែលត្រូវបានកសាងឡើងតាំងពីសតវត្សទី11 គ្រីស្ទបរិស័ទបានរាយការណ៍ថាព្រះវិហារនេះជានិមិត្តរូបខាងវិញ្ញាណនិងជាកន្លែងអប់រំជំនឿនិងពង្រឹងសីលធម៌មួយសម្រាប់ពលរដ្ឋអ៊ុយក្រែនក្រៅពីវិហារនេះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី315គ្រឿងបានសម្លាប់មនុស្ស7នាក់និងរបួស13នាក់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាការវាយប្រហាររយៈពេល5ម៉ោងដែលរុស្ស៊ីបានវាយប្រហារគឺការវាយប្រហារដ៏ធំបំផុតមួយលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមរយៈពេល3ឆ្នាំមកនេះ